we listen and we don't judge អ្នកទាំងអស់គ្នាអាចគិតថាប្រយោគហ្នឹងវាគ្រាន់តែជាប្រយោគធម្មតាលេងសើចមួយឯងប៉ុន្តែសម្រាប់អ្នកដែលគាត់មានបញ្ហាផ្លូវចិត្តប្រយោគហ្នឹងហើយដែលជាប្រយោគសម្រាប់ជួយជំរុញលើកទឹកចិត្តគាត់ឲ្យគាត់ជំនះនៅឧបសគ្គនិងបញ្ហាដែលគាត់កំពុងជួបដូចនេះហើយបានពួកយើងលើកឡើងនៅ application មួយដើម្បីជួយសម្រួលដល់បញ្ហាដែលគាត់កំពុងជួបហ្នឹងមូលហេតុដែលពួកយើងបង្កើតឡើងនៅ application នឹងដែរគឺដោយសារតែពួកយើងបានធ្វើ problem analysis ដែលយើងឃើញថាពួកគាត់ភាគច្រើនគឺគាត់ជួបប្រទះនៅ internalized stigma ដែលពួកគាត់អត់ហ៊ានទៅនិយាយពីបញ្ហារបស់គាត់ហ្នឹងប្រាប់ទៅអ្នកដទៃទេទោះបីជាម្នាក់ហ្នឹងជាអ្នកដែលគាត់ទុកចិត្តខ្លាំងក៏ដោយហើយបន្តមកទៀតគឺ accessibility to help គឺពួកគាត់ចង់ប្រាប់គេដែរប៉ុន្តែគាត់អត់អាចប្រាប់គេបានហើយមួយវិញទៀតគឺ resource ឬក៏ធនធានដែលពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្តហ្នឹងគឺវានៅមានកម្រិតវាអត់ទាន់ទូលំទូលាយនៅឡើយហើយបន្តមកទៀតគឺ fear of rejection គឺពួកគាត់ខ្លាចថានៅពេលដែលគាត់ប្រាប់ទៅគេហើយគេនឹង reject គាត់គេអត់ទទួលស្គាល់គាត់គេនឹងឈប់និយាយមួយគាត់ហ្មងហើយនេះគឺជារូបភាពដែលពួកយើងបានចុះទៅធ្វើការស្ទង់មតិនៅក្នុងសាកលវិទ្យាល័យមួយកន្លែងហើយនេះគឺជាទិន្នន័យដែលពួកយើងទទួលបានចេញពីការស្ទង់មតិនឹងដែរដោយពួកយើងឃើញថាពួកគាត់ភាគច្រើនគឺមានបញ្ហាផ្លូវចិត្តហើយ solution គាត់បច្ចុប្បន្នហ្នឹងគឺពួកគាត់ភាគច្រើនគឺគាត់គេងហើយនឹងគាត់អត់ប្រាប់នរណាគេទាំងអស់គឺគាត់ keep it to themselves ហើយនេះគឺជាទិន្នន័យ research ដែលពួកយើងយកចេញមកពី resource ដែលអាចទុកចិត្តបានមួយនៅក្នុងអ៊ីនធឺណិតដែលពួកយើងឃើញថានៅក្នុងឆ្នាំ2024ហ្នឹងគឺមានករណីសម្រាប់ខ្លួនដល់ទៅ212ករណីដែលភាគច្រើនគឺជាមនុស្សប្រុសហើយ 39% នៃករណីសម្រាប់ខ្លួនហ្នឹងគឺកើតឡើងនៅក្នុងទីក្រុងភ្នំពេញហើយពួកយើងក៏បានបង្កើតឡើងនៅ application មួយដែលមានឈ្មោះថា Silent Ego អញ្ចឹង Silent Ego នឹងដែរគឺជាកន្លែងដែលពួកគាត់អាចបញ្ចេញពីមតិបញ្ចេញពីអារម្មណ៍យោបល់គាត់ដោយ anonymous អត់មាននរណាដឹងពី identity របស់គាត់ទេហើយពួកគាត់ក៏អាចទទួលបានជំនួយពី professional ខាងផ្នែកបញ្ហាផ្លូវចិត្តហ្នឹងនៅក្នុងតម្លៃមួយដែលសមរម្យហើយទី3គឺ supportive community ដែលវាជាកន្លែងមួយសម្រាប់ឲ្យពួកគាត់លើកទឹកចិត្តគ្នាទៅវិញទៅមកផ្ដល់ជា advice ផ្ដល់ជា experience ផ្សេងៗទៅកាន់គ្នាទៅវិញទៅមកហើយនេះគឺជា target customer យើងដែលយើង target ទៅលើ all gender ដែលមានអាយុចាប់ពី15ទៅ25ដែលគាត់កំពុងជួបនៅបញ្ហាផ្លូវចិត្តនឹងដែរចូលមកដល់ prototype យើងមាន login យើងអាចដាក់ nickname ហើយជ្រើសយក community របស់គាត់បន្ទាប់មកយើងអាច confess ពីបញ្ហាដែលយើងកំពុងជួបប្រទះនឹងបានហើយនេះគឺជា prototype របស់យើងនៅក្នុងការ create new confession ហើយបើសិនជាគាត់ត្រូវការ response ចេញពី therapist គាត់អាចរើសយកប៊ូតុង view our therapist and អានេះគឺជា private conversation រវាង therapist ហើយនិង user របស់យើងហើយចំពោះ value proposition របស់យើងគឺយើង focus ទៅលើ safe and anonymous confession ដែលពួកគាត់អាចចែករំលែកពីបញ្ហារបស់គាត់ដោយ anonymous ដោយប្រើ nickname ហើយទី2គឺ affordable price with professional help គឺពួកគាត់អាចទទួលបានជំនួយពី professional នៅក្នុងតម្លៃមួយដែលសមរម្យហើយទី3គឺ supportive community ដែលពួកគាត់អាចចែករំលែកពីបញ្ហារបស់គាត់ហ្នឹងឬក៏ផ្ដល់ជាយោបល់មតិដែល support គ្នាទៅវិញទៅមកបានហើយនេះគឺជា market validation របស់យើងដែលយើងយកទិន្នន័យនឹងដែរចេញពី UNICEF Cambodia យើងសង្កេតឃើញថា 58% នៃសិស្សអនុវិទ្យាល័យមកពីកម្ពុជាគឺជួបប្រទះនៅបញ្ហាផ្លូវចិត្តហើយភាគច្រើនគឺជាក្មេងប្រុសហើយនេះគឺជា competitor analysis របស់យើងដែលយើងមាន2គឺ Mindswitch ហើយនិង Bamboo Center ដែល Mindswitch គឺគាត់ផ្ដល់នៅ online service ហើយ community sharing ប៉ុន្តែពួកគាត់អត់មានផ្ដល់នៅ professional therapist ឬក៏ offer in person service ទេហើយចំពោះ Bamboo Center គឺគាត់ផ្ដល់នៅ professional therapist ប៉ុន្តែពួកគាត់អត់ផ្ដល់នៅ community sharing ដូចពួកយើងហើយនេះគឺជា revenue stream របស់យើងគឺយើងមាន3ទី1គឺយើងអាចដាក់ជា ad ឬក៏ sponsor ហើយទី2គឺពួកយើងអាចផ្ដល់ជា ad free account ដែលពួកគាត់គ្រាន់តែចំណាយ 0.99 នៅក្នុងមួយខែទេហើយចំពោះទី3គឺ therapist partner revenue share ដែលយើងកាត់យក commission ចេញពី therapist ហើយនេះគឺជា partnership របស់យើងដែលយើងមាន mental health professional education center ឬក៏ HR department social media influencer ហើយនិង ABA ហើយនេះគឺជា team member របស់យើងហើយនេះគឺជា reference នៃទិន្នន័យដែលពួកយើងបានស្រង់យកមកដាក់នៅក្នុង slide របស់យើងជាចុងក្រោយខ្ញុំក៏សូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់
សូមអរគុណ